This is a drama. I'm the drama. សួស្តីអ្នកគ្នាមកជួយជាមួយនឹងរឿងភាគកូរ៉េរបស់យើងដែលជាភាគទី5ដោយនៅដើមភាគទី5នេះយើងឃើញ Woo Bin កំពុងតែដើរដោយភាពជឿជាក់មែនទែនហើយក៏មានសិស្សស្រីៗជាច្រើនតាមមើល Woo Bin ម្នាក់ៗលងនឹងសម្រស់ Woo Bin អស់ហើយតាមពិតទៅ Woo Bin ណាគេក៏មិនមានបំណងក្នុងការកុហកអ្នករាល់គ្នាដែរបើសិស្សប្រុសស្រីពីរនាក់នេះវិញគេសឹងតែមិនគួរនឹងជឿទេដោយសារតែ idol trainee មករៀនសាលាជាមួយនឹងពួកគេណាចំណែកឯអ្នកខ្លះវិញក៏បានផុសថាថ្ងៃនេះគេបានឃើញ Woo Bin ចឹងហើយគេពិតជាសប្បាយចិត្តខ្លាំងណាហើយ Woo Bin នៅខាងក្រៅពិតជាសង្ហាមែនទែនហើយអ្នកខ្លះទៅក៏សុំឲ្យ Woo Bin ឆាប់ debut មកពេលនេះពួកគេកំពុងរងចាំឡើងអន្ទះសារពាក្យដែលគេតែងតែនិយាយលេងនៅក្នុងសាលាគឺថាតើឯងសុខសប្បាយអត់ពេលដែលគ្មាន Woo Bin នៅក្បែរតើឯងញ៉ាំអាហារដែលគ្មាន Woo Bin នៅក្បែរបានអត់តើឯងអាចទៅដែលគ្មាន Woo Bin នៅក្បែរបានអត់និយាយទៅពាក្យទាំងអស់ហ្នឹងគឺស្រីៗគេនិយាយលេងគ្នាគេអញ្ចឹងណាជីវិតអញ្ចឹងតែបាន Woo Bin សុខចិត្តកុហកគេតែដូចជាអឿននិយាយអញ្ចឹងបើសិនជា Woo Bin អត់កុហកក៏គេនៅតែល្បីដែរបើគេសង្ហាបែបហ្នឹងហើយឬហើយរឿងក៏បានកាត់ទៅនៅពេលដែល Woo Bin និងដងមីនកំពុងតែនិយាយគ្នាដោយពួកគេបានសន្ទនាគ្នាថាតើឯងមិនកុហកយូរប៉ុណ្ណាហើយរឿងដែលឯងគឺជា fake trainee ឯងកំពុងតែនិយាយពីអីហ្នឹងដែលឯងថាឯងគឺជា idol trainee វាពិតជាមិនគួរឲ្យជឿសោះតើឯងនឹងដោយរបៀបណាតើរឿងនឹងវាសំខាន់មែនតើឯងគិតថាឯងនឹងលាក់បាំងបានយូរប៉ុណ្ណាឯងជានរណាដែលហ៊ានយកនាងមកលេងសើចនាងគឺជាស្រីល្ងងដែលមិនដឹងអំពីមុខមាត់ដ៏សម្រាមរបស់ឯងតើគឹមជាអឿនអ្នកប្រាប់ឯងមែនគឹមជាអឿនជាអ្នកប្រាប់ឯងតើឯងធ្វើឈួតស្អីឯងហ្នឹងវាគឺជារឿងរបស់យើងដឹងថាយើងកំពុងតែធ្វើអីហើយប៉ុន្តែតាមតែចិត្តឯងចោះបើសិនជាឯងចង់បោកអាក្រក់អំពីយើងរួចហើយ Woo Bin គេក៏បានដើរចេញទៅបាត់ទៅចំណែកពេលនេះវិញជីអឿនសលហ៊ីនិងប៊ុងគូកំពុងតែញ៉ាំអី3នាក់ចឹងមានន័យថាដងមីនគេអត់បានតែញ៉ាំអីជាមួយនឹងអ្នកទាំង3ទេប៊ុងគូគេថាឆ្ងាញ់ខ្លាំងហើយជីអឿនក៏អញ្ចឹងដែរនាងថាកន្លែងនេះពិតជាអស្ចារ្យមែនទែនបងគូក៏សួរទៅជីអឿនថាតើនាងធ្លាប់មកកន្លែងនេះពីមុនអត់ព្រោះថាអ្នកសាលាគេតែងតែមកទីនឹងគ្រប់គ្នាសលហ៊ីក៏បានបន្ថែមតើនេះជាលើកទី1របស់នាងពិតមែនជីអឿនក៏តបទៅវិញថាត្រូវហើយគឺខ្ញុំមិនសូវបានញ៉ាំខាងក្រៅប៉ុន្មានទេសលហ៊ីក៏បានបន្ថែមថាភាគច្រើនអ្នករាល់គ្នាគេមកជាមួយនឹងមិត្តភ័ក្តិរបស់គេតើដោយសារតែឯងអត់ចង់ញ៉ាំអីតែម្នាក់ឯងមែនជីអឿនក៏ថាត្រូវហើយពួកគេកំពុងតែញ៉ាំសុកនឹងក៏ស្រាប់តែមាននរណាគេខលមកបងគូដោយបងគូមើលទៅដូចជារឿងភ័យណាហើយគេក៏សុំទៅនិយាយទូរស័ព្ទមួយផ្លេតសិនសលហ៊ីក៏សួរឯងមិននិយាយទីនេះទៅតែបងគូគេថាគេចង់ទុកពេលឲ្យសលហ៊ីអត់ចង់រំខានសលហ៊ីអីអញ្ចឹងណាចំណែកឯជីអឿនវិញដោយសារតែនាងបានឃើញបងគូកាលពីថ្ងៃមុនហ្នឹងអញ្ចឹងនាងក៏ដឹងហើយជីអឿនក៏បាននិយាយតិចថាកុំប្រាប់ឲ្យសោះណាអញ្ចឹងឲ្យសលហ៊ីនាងក៏ឆ្ងល់តែជីអឿននាងក៏ថាអត់មានអីទេហើយនាងក៏បានញ៉ាំម៉ាឡាតាំងរបស់នាងទៅនាងញ៉ាំទាំងក្តៅហ្មងណាដោយសារតែនាងភ័យពេកសលហ៊ីឃើញអញ្ចឹងក៏សួរថាតើឯងចូលចិត្តវាមែននាងសួរនឹងមិនមានបំណងទៅលើម៉ាឡាតាំងទេគឺនាងចង់សំដៅទៅលើ Woo Bin ឆ្លៀតឱកាសបងគូមិននៅនាងក៏សួរតែម្ដងទៅអញ្ចឹងឲ្យនាងក៏សួរជីអឿនតើឯងនឹងឆ្លើយបែបណាចំពោះការសារភាពរបស់ Woo Bin ឯងប្រាប់យើងឲ្យត្រង់មកវាមិនអីនោះទេជីអឿនក៏តបទៅវិញគឺថាដូចជាខ្ញុំបាននិយាយមុននឹងអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែគិតអំពីវានៅឡើយទេសលហ៊ីក៏បានតបទៅវិញទាំងប្រភ្លីប្រភ្លើណាតើមានអីត្រូវគិតទៅមនុស្សដូចឯងពេលដែលលើអញ្ចឹងជីអឿនក៏មើលមុខសលហ៊ីហើយសលហ៊ីក៏ធ្វើជាសាចហើយក៏និយាយថាខ្ញុំប្រកាសថាឯងនឹងមិនយល់ច្រឡំចំពោះ Woo Bin ទេខ្ញុំគ្រាន់តែចង់ដឹងនឹងណាព្រោះថាខ្ញុំពិតជាស្និទ្ធស្នាលជាមួយនឹង Woo Bin ណាពេលដែលខ្ញុំលើអញ្ចឹងទៅខ្ញុំក៏កាំងយោបល់ដែរជីអឿននាងក៏បានតបទៅវិញថាត្រូវហើយដូចជានាងនិយាយអញ្ចឹងរួចហើយបងគូក៏បានមកយកកាបូបរបស់គេមិនដឹងថាគេទៅណាទេណាចឹងហើយសលហ៊ីក៏សួរតើឯងទៅណាហ្នឹងបងគូគេថាយើងមានការជាបន្ទាន់យើងទៅមុនណាសលហ៊ីក៏សួរទៅវិញណែតើឯងបាននិយាយពីអីហ្នឹងតែបងគូគេអត់ឆ្លើយទេគេក៏ឲ្យសលហ៊ីនិងជីអឿនសប្បាយទៅឥឡូវនេះគេសុំចេញទៅមុនហើយរួចហើយគេក៏បានចេញទៅបាត់ទៅចំណែកជីអឿនវិញក៏បាននឹកឃើញអំពីរឿងរបស់បងគូណាកំពុងតែព្រឹកនឹងសលហ៊ីក៏បានស្រែកហៅណែមិនយើងនិយាយបានពាក់កណ្ដាលណាអញអត់តាន់បានឆ្លើយយើងនៅឡើយទេតែជីអឿននាងក៏សុំទៅបន្ទប់ទឹកមួយផ្លេតសិនហើយនាងក៏បានរត់ទៅទាំងប្រញាប់តែម្ដងជីអឿននាងមិនមែនទៅបន្ទប់ទឹកទេគឺនាងទៅតាមបងគូនឹងឯងពេលនេះដែរបងគូកំពុងតែជួបជាមួយនឹងសិស្សស្រីម្នាក់ហើយយើងក៏ឃើញថាជីអឿនកំពុងតែលួចថតពេលនេះយើងក៏ឃើញបងគូហុចស្អីមិនដឹងទេតែឲ្យនារីម្នាក់ហ្នឹងសិស្សស្រីម្នាក់ហ្នឹងក៏បាននិយាយថាឯងមានតែប៉ុណ្្នឹងទេបងគូក៏តបទៅវិញគេឆ្លងកាត់បញ្ហាច្រើនណាស់ទើបបានវាសិស្សស្រីម្នាក់ហ្នឹងគេក៏សើចឯងពិតជាអ្នកចាញ់មែនមិនអាចសូម្បីតែធ្វើរឿងតូចតាចឯងមិនគួរនិយាយកុហកអំពីថ្ងៃរៀននៅមធ្យមសិក្សានោះទេខ្ញុំលើតែឯងគឺជាឆ្កែបម្រើរបស់មិត្តប្រុសខ្ញុំតែងតែលេចមុខមកនៅពេលដែលគេត្រូវការនោះគឺជាការផ្លាស់ប្ដូរអត្តសញ្ញាណបងគូក៏បានតបទៅវិញថាសូមឲ្យវាកន្លងផុតទៅតែយើងក៏ដឹងថារឿងអីដែរណាអញ្ចឹងចាំមើលសាច់រឿងទាំងអស់គ្នាសិស្សស្រីម្នាក់ហ្នឹងក៏បានតបទៅបងគូវិញមិនមែនដែលគ្មានតម្លៃអញ្ចឹងទេចាប់ពីពេលនេះតទៅឯងត្រូវតែរត់មកនៅពេលដែលយើងហៅហើយបងគូគេក៏យល់ព្រមតាមនឹងអញ្ចឹងទៅពេលនេះជីអឿនក៏បានស្រែកពីចម្ងាយថាវាមិនមែនជារឿងត្រឹមត្រូវនោះទេតើវាមិនខុសខើពេកទេឬគេដូចជាមិនមានធ្វើអីខុសការពីរៀននៅអនុវិទ្យាល័យឡើយសិស្សស្រីម្នាក់ហ្នឹងក៏និយាយថាតើស្រីឈួតនេះជាណាគេជាមិត្តភ័ក្តិអូហូគួរឲ្យសរសើរណាស់សុទ្ធតែជាអ្នកចាញ់ទាំងពីរតែឯងមានអាកប្បកិរិយាល្អជាងមិត្តប្រុសរបស់យើងកំពុងតែរងចាំទាញយកផលប្រយោជន៍ពីឯងរួចហើយសិស្សស្រីម្នាក់ហ្នឹងក៏បានដើរចេញទៅតែមុននឹងចេញទៅហ្នឹងក៏ទៅផ្លុំដាក់តិចជីអឿនបន្តិចទៀតនិយាយទៅចេញមកគឺទួខូចហ្មងហើយជីអឿនក៏បានរត់ទៅសួរបងគូថា
តើលោកអត់អីទេលោកបានធ្វើអីខុសមែនលោកមិនចាំបាច់ទៅជាមួយនឹងពួកគេនោះទេបង្គោលក៏និយាយទៅវិញថាតើនរណាគេឲ្យនាងមកតាមខ្ញុំហេតុអីបានជានាងមកជ្រៀតជ្រែករឿងខ្ញុំរួចហើយបង្គោលគេក៏បានរត់ចេញទៅបាត់ទៅពេលនេះទើបជាអ៊ឺននាងដឹងថាមនុស្សម្នាក់តែងតែមានរឿងសម្ងាត់ដែលគេចង់លាក់បើទោះជានាងបានដឹងរឿងរបស់ពួកគេក៏មិនមានន័យថានាងអាចចូលទៅចិត្តមនុស្សទាំងអស់នោះបានឡើយរួចហើយរឿងក៏បានកាត់មកនៅក្នុងសាលាវិញម្ដងដោយជាអ៊ឺនបានឆាតទៅវូប៊ិនតែក៏អត់ឃើញវូប៊ិនតបណាហើយនាងបានសុំជួបវូប៊ិននៅបន្ទប់សម្ងាត់របស់ពួកគេស្រាប់តែពេលនឹងដែរជាអ៊ឺននឹងបានឃើញបង្គោលហើយនាងក៏បានហៅបង្គោលណាតែបង្គោលអត់និយាយរកនាងនោះទេគេក៏បានដើរចេញទៅបាត់រួចហើយស្រាប់តែវូប៊ិនដើរមកពីក្រោយជាអ៊ឺនជឿនក៏បានស្រែកហៅកាំងវូប៊ិនតែវូប៊ិនក៏អត់និយាយអីទាំងអស់ដែរជាអ៊ឺនក៏សួរតើលោកបាត់ទៅណាហេតុអីបានជាលោកអត់ reply ខ្ញុំអញ្ចឹងវូប៊ិនក៏ឆ្លើយមែនណាគេក៏បានដើរចេញទៅបាត់ទៅពេលនេះទាំងវូប៊ិនទាំងបង្គោលសុទ្ធតែខឹងជាអ៊ឺនដល់អញ្ចឹងទៅអាណិតជាអ៊ឺនដែរជឿនក៏ឆ្ងល់តើវូប៊ិនមានរឿងអីទៅនាងក៏បានរត់មកសួរវូប៊ិនទៀតវូប៊ិនណាខ្ញុំមានរឿងចង់ប្រាប់លោករីហើយវូប៊ិនវិញនៅតែអត់ឆ្លើយទៀតស្រាប់តែពេលនឹងសលហ៊ីគេក៏បានចូលមកដែលគេបាននិយាយគ្នាជាមួយនឹងវូប៊ិនហើយវូប៊ិនក៏និយាយគ្នាជាមួយនឹងសលហ៊ីធម្មតាអញ្ចឹងហើយជាអ៊ឺននឹងដឹងហើយថាវូប៊ិនកំពុងតែខឹងនាងតែក៏អត់ដឹងថាខឹងនាងរឿងអីណាជាអ៊ឺនក៏បានសួរទៅកាន់វូប៊ិនទៀតតើមានរឿងអីមែនហេតុអីបានជាលោកខឹងខ្ញុំតើយើងអាចនិយាយគ្នាបន្តិចបានទេវូប៊ិនគ្រាន់តែមើលមុខជាអ៊ឺនទេតែគេនៅតែអត់និយាយដដែលហើយគេក៏ទៅនិយាយជាមួយនឹងបង្គោលធម្មតាដែរអញ្ចឹងហើយក៏ធ្វើឲ្យជាអ៊ឺនកាន់តែឆ្ងល់ទៀតហើយថាតើវូប៊ិនកំពុងតែខឹងនាងរឿងអីសលហ៊ីក៏និយាយទៅកាន់ជាអ៊ឺនតែនាងប្រឹងនឹងឈរនៅទីនេះរហូតមែនដូច្នេះហើយជាអ៊ឺនក៏បានជិះផ្លូវឲ្យសលហ៊ីណាឬហើយជាអ៊ឺនក៏បានអង្គុយតុរបស់នាងដោយសែតចឹងទៅចំណែកឯដងមីនវិញក៏បានទាញដៃជាអ៊ឺនទៅនិយាយគ្នានៅខាងក្រៅបន្តិចរួចហើយជាអ៊ឺនក៏សួរថាតើលោកមានអីចង់និយាយជាមួយខ្ញុំដងមីនក៏តបទៅវិញតែនាងពិតជាឈួតមែនជាអ៊ឺនក៏ថាលោកទាញខ្ញុំមកដើម្បីសួរខ្ញុំអញ្ចឹងដងមីនក៏និយាយខ្ញុំពិតជាមិនចង់លូកដៃចូលរឿងរបស់នាងនោះទេខ្ញុំត្រូវបន្ទាបខ្លួនដោយសារតែនាងធ្វើរឿងបែបនេះជាអ៊ឺនក៏សួរទៅវិញរឿងអីដងមីនក៏បាននិយាយតទៀតហេតុអីបានជានាងទៅនៅក្បែរកាំងវូប៊ិនដោយសារតែគេគឺជា insider ឬក៏ដោយសារតែគេសង្ហាខ្ញុំមិនដឹងនោះទេអំពីរឿងសង្ហានោះឬក៏មកពីគេគឺជា idol trainee តើនាងពិតជាឈួតមែនឬហើយជាអ៊ឺននាងក៏បានសួរទៅវិញហេតុអីបានជាលោកខឹងខ្ញុំអញ្ចឹងដងមីនក៏ថាដោយសារតែនាងធ្វើឲ្យខ្ញុំបារម្ភហើយជាអ៊ឺនវិញនាងក៏យំណាដោយសារតែពេលនេះទាំងវូប៊ិនទាំងបង្គោលខឹងនាងទាំងអស់ហើយនាងឆ្ងល់មែនតែនតើនាងខកអីទៅនាងក៏បានបន្តទៀតថាកាំងវូប៊ិនមិនសំបីតែឆ្លើយនាងតើនាងគួរតែធ្វើម៉េចទៅឬហើយជាអ៊ឺនក៏បានត្រឡប់ទៅវិញហើយតែដងមីនក៏បានកាន់ដៃនាងជាប់ដោយគេមិនឲ្យជាអ៊ឺនទៅនោះទេចំណែកពេលនេះដែរវូប៊ិនកំពុងតែមើលនៅក្នុង insider បន្តិចដោយអ្នកខ្លះបានសរសេរថាតើវូប៊ិននឹង debut អត់ដោយសារតែគេឃើញស្ងាត់ពេកហើយគេមើលនឹងក៏បានមើលឆាតរបស់ជាអ៊ឺនដែរស្រាប់តែពេលហ្នឹងគេក៏បានឃើញដងមីនកំពុងតែឈរកាន់ដៃជាអ៊ឺនហើយជាអ៊ឺនក៏បាននិយាយជាមួយនឹងដងមីនខ្ញុំមិនដឹងថាហេតុអីបានជាលោកតែងតែធ្វើបែបនេះនោះទេតើខ្ញុំគួរតែធ្វើអ្វីទៅឯដងមីនវិញគេក៏បានលេងដៃរបស់ជាអ៊ឺនហើយដោយគេគ្រាន់តែឲ្យជាអ៊ឺនឈរនៅទីនេះសិនទៅជាអ៊ឺនក៏បាននិយាយបន្តទៀតកាំងវូប៊ិនដែលនាងស្គាល់មិនធ្វើបែបនេះដាក់នាងដោយគ្មានហេតុផលនោះឡើយដងមីនក៏តបទៅវិញតើនាងស្គាល់អាបិសាចនោះប៉ុណ្ណាទៅអត់ទេមិនមែនតែនាងទេគឺគ្រប់គ្នានៅក្នុងសាលានេះត្រូវបានគេបោកប្រាស់ជាអ៊ឺនក៏សួរថាបោកប្រាស់តើលោកដឹងថាដងមីនក៏តបទៅវិញតើនាងដឹងថាគេមិនមែនជាត្រេននេះដែរមែនតែជាអ៊ឺនក៏ធ្វើជាអត់ដឹងណាជាអ៊ឺនក៏សម្ដែងជានិយាយថាតើលោកកំពុងតែនិយាយពីអីខ្ញុំអត់ដឹងទេតែដងមីនគេមើលទឹកមុខរបស់ជាអ៊ឺនទៅគឺគេដឹងហើយថាជាអ៊ឺនច្បាស់ជាដឹងរឿងនេះដងមីនក៏សួរទៅកាន់ជាអ៊ឺនហេតុអីបានជានាងជួយលាក់បាំងសូម្បីតែនាងដឹងទៅហើយជាអ៊ឺនក៏បានសួរទៅកាន់ដងមីនវិញតើលោកបានប្រាប់សិស្សគ្រប់គ្នាហើយមែនដងមីនគេហួសចិត្តខ្លាំងណាស់ដោយសារតែគេមិនដឹងថាជាអ៊ឺនកំពុងតែគិតអីណាតែជាអ៊ឺននៅតែទទូចសួរអញ្ចឹងតើលោកបានប្រាប់គ្រប់គ្នាហើយឬនៅវូប៊ិនគេធ្វើបែបហ្នឹងដោយសារតែគេមានរឿងរបស់គេដងមីនក៏សួរទៅកាន់ជាអ៊ឺនថាតើនាងចូលចិត្តគេមែនជាអ៊ឺនក៏ប្រាប់ទៅវិញមិនមែនអញ្ចឹងនោះឡើយពួកយើងគ្រាន់តែជាមិត្តភក្តិទេដងមីនក៏សួរបញ្ជាក់ណាតើពិតជាអញ្ចឹងមែនអត់ខ្ញុំមិនគួរណាបារម្ភពីនាងឡើយជាអ៊ឺនក៏ប្រាប់ថាត្រូវហើយវាមិនមែនអញ្ចឹងនោះទេប៉ុន្តែហេតុអីបានជាលោកខ្វល់ខ្វាយអំពីរឿងខ្ញុំម៉េះលោកបានព្យាយាមមករញ៉េរញ៉ៃជាមួយខ្ញុំលោកដូចតែពីការមុនអញ្ចឹងចំណែកខ្ញុំវិញបានផ្លាស់ប្ដូរច្រើនហើយដងមីនក៏ថាអត់ទេនាងនៅតែជាស្រីល្ងងដដែលតែបំភ្លេចវាចោលទៅហេតុអីបានជាខ្ញុំព្យាយាមជាមួយនាងជាអ៊ឺនក៏បានសួរទៅកាន់ដងមីនទៀតថាតើលោកដឹងថាហេតុអីបានជាកាំងវូប៊ិនខឹងខ្ញុំអត់ដងមីនក៏ប្រាប់ទៅប្រហែលជាវូប៊ិនគិតថានាងប្រាប់រឿងទាំងអស់នឹងមកដល់ខ្ញុំហើយពេលដែលលើអញ្ចឹងទៅជាអ៊ឺននាងឡើងភ្ញាក់ផ្អើលតាមពិតទៅគឺជារឿងនឹងសោះដងមីនក៏បានបន្តទៀតសូមនាងកុំធ្វើឲ្យខ្ញុំបារម្ភណាតែជាអ៊ឺននាងអាចបាននិយាយអីទេនាងក៏បានរត់ចេញទៅវិញយ៉ាងលឿនដល់អញ្ចឹងទៅអាណិតដងមីនដល់ហើយលួចក្រាស់គេតែម្នាក់ឯងណាយប់នេះដែរជាអ៊ឺនបានខលទៅកាន់វូប៊ិនដើម្បីបកស្រាយរឿងទាំងអស់ហ្នឹងតែវូប៊ិនអាចបានលើកទូរស័ព្ទរបស់ជាអ៊ឺននោះទេអញ្ចឹងហើយក៏ធ្វើឲ្យជាអ៊ឺនពិបាកចិត្តមែនតែនរួមទាំងរឿងបង្គោលផងដែររួចហើយក៏ស្រាប់តែមានសារមួយលោតឡើងមកនាងចង់ដឹងនាងក៏បើកទូរស័ព្ទដែលនាងរើសបានតែម្ដងទៅដោយក្នុង post ហ្នឹងគេបានសរសេរថាគេនឹងមានរឿងលាតត្រដាងមួយយ៉ាងធំណាគឺជារឿងដែលមានមនុស្សបោកបញ្ឆោតសិស្សសាលារបស់គេគ្រប់គ្នាបានជឿម្នាក់នឹងហើយក៏ចាត់ទុកម្នាក់នឹងថាជា insider ពេលដែលឃើញអញ្ចឹងទៅជាអ៊ឺននាងឡើងខឹងនារីម្នាក់នឹងព្រោះថាអ្នកគ្រប់គ្នាសុទ្ធតែមានរឿងលាក់បាំងណាតែចាំបាច់អីដែលនាងលាតត្រដាងរឿងគេនោះហើយនាងក៏បានវាយឈ្មោះតែម្ដងទៅថាតើនរណាគេជាអ្នកសរសេរផុសហ្នឹងនាងក៏វាយថាគីមយ៉នជីហើយវាពិតជាគីមយ៉នជីមែនដែលជាអ្នកសរសេរព្រឹកនេះដែរជាអ៊ឺនក៏បានតាមដានយ៉នជីហើយដោយនាងបានអាត់
កើតឡើងនៅក្បែរចន្ទាហើយក៏ស្រាប់តែជួបគ្នាជាមួយនឹងវូប៊ិនណានាងក៏បាននិយាយទៅកាន់វូប៊ិនថាវូប៊ិនកំពុងតែគិតខុសលើនាងហើយឥឡូវនេះនាងមានរឿងត្រូវធ្វើសិននាងនឹងបញ្យល់វូប៊ិននៅពេលក្រោយនាងក៏បានបន្តទៀតថាវាមិនដូចជាលោកគិតទេណាវូប៊ិនក៏តទៅវិញតាមមួយម៉ាត់ទេតើនាងកំពុងតែលេងសើចជាមួយខ្ញុំមែនខ្ញុំបានឃើញគ្រប់យ៉ាងអស់ហើយវូប៊ិនគេក៏បានដើរចេញទៅបាត់ទៅចំណែកជីអ៊ឿនវិញនាងពិតជាពិបាកចិត្តមែនតែនមិននឹងទៅត្រូវធ្វើមិនទេដល់មកនៅទៅផ្ទះវិញអ្នកទាំង3នាក់នេះពិតជាសោះក៏ក្រោះដល់ហើយសលហ៊ីក៏គិតថាប្រហែលជាបងគូ dating ណាដោយសារតែគេឃើញបងគូកាន់ទូរស័ព្ទរហូតនាងក៏បានឲ្យបងគូប្រាប់នាងមកមិនបាច់ចាំលាក់បាំងអីទេហើយនាងក៏បានសួរទៅកាន់វូប៊ិនគិតដូចនាងអត់ក៏ប៉ុន្តែអ្នកទាំងពីរមាននរណាគេនិយាយរកនាងសោះរួចហើយវូប៊ិនក៏សុំចេញទៅមុនណាគេត្រូវទៅកន្លែងមួយឯបងគូវិញក៏ចឹងដែរគេទៅមុនដែរហើយសលហ៊ីក៏គិតថាតើនាងជាអមនុស្សឬក៏មិនបានជាគេមិនឃើញចឹងរួចហើយរឿងក៏បានកាត់មកយ៉នជីនិងសង្សាររបស់នាងកំពុងតែធ្វើបាបបងគូដោយយ៉នជីបានប្តឹងទៅកាន់សង្សារនាងថាបងគូមិនស្ដាប់បង្គាប់នាងណាតែបងគូគេថាមិនចឹងទេគេធ្វើតាមយ៉នជីគ្រប់យ៉ាងតើនៅពេលដែលយ៉នជីឃើញទឹកមុខរបស់បងគូនាងក៏សើចដោយសារតែមើលទៅបងគូគេភ័យខ្លាំងពេករួចហើយអាប៉ែហ្នឹងក៏បានចូលទៅផ្ទះកំភ្លៀងបងគូតិចៗណាដោយគេនិយាយថាបងគូនឹងជាអ្នកបម្រើរបស់គេរហូតរីឯបងគូវិញគេខឹងខ្លាំងណាស់ក៏ប៉ុន្តែគេមិនអាចធ្វើអ្វីបានណារួចហើយអាប៉ែហ្នឹងក៏បានឲ្យបងគូសុំទោសទៅកាន់យ៉នជីទៅអាប៉ែហ្នឹងបំរុងនឹងវាយបងគូហើយក៏ស្រាប់តែឃើញជីអឿនកំពុងតែថតដោយជីអឿននាងបានមិនលឺសំឡេងឡើងអញ្ចឹងហើយក៏គេដឹងអស់ជីអឿនក៏បានធ្វើជានិយាយថាខ្ញុំមិនបានថតអីនោះទេខ្ញុំគ្រាន់តែដើរកាត់នឹងតែជីអឿននាងក៏មិនអាចចោលបងគូបានណានាងក៏បានក្លាហានតែម្ដងនាងក៏បានដើរចូលទៅនិយាយថាអញពិតជាឆ្លើយអាប៉ែហ្នឹងក៏បានឲ្យគ្នារបស់គេទៅឆែកមើលទូរស័ព្ទរបស់ជីអឿនតែជីអឿនក៏បានបង្ហាញរូបថតនៅក្នុងទូរស័ព្ទរបស់នាងតែម្ដងណាគឺថានាងថតបានយ៉នជីកំពុងតែថើបគ្នាជាមួយនឹងប្រុសផ្សេងនៅពេលដែលឃើញអញ្ចឹងម្នាក់ពិតជាភ្ញាក់ផ្អើលមែនតែននាងថតបានវីដេអូឡើងច្បាស់តែម្ដងណាហើយយ៉នជីនាងតាក់ទងប្រុសឡើងពី3នាក់ក្នុងពេលតែមួយពេលហ្នឹងយ៉នជីនាងឡើងភ័យខ្លួនណាហើយនាងក៏បានទៅវាយជីអឿនហើយជីអឿនក៏បានតទៅវិញទៅនាងបំរុងនឹងវាយជីអឿនទៀតតែមានណាសង្សារនាងក៏បានចាប់វាយនាងវិញជីអឿននាងក៏បានជួយនាងបានគម្រាមទៅអាប៉ែហ្នឹងពេលនេះខ្ញុំកំពុងតែ record លោកសាហ៊ានវាយនាងមើលអាប៉ែហ្នឹងក៏តបទៅវិញតើនាងជាណាគេនាងពិតជាធ្វើឲ្យខ្ញុំអាម៉ាស់តែនាងគិតថាខ្ញុំមិនអាចវាយមនុស្សស្រីមែនអាប៉ែហ្នឹងបំរុងនឹងវាយជីអឿនហើយតែរីចបុតជីសេសក៏បានមកដល់ពួកគេក៏នាំគ្នាវាយគ្នាណាហើយតែមួយព្រែតទេវូប៊ិនក៏បានវាយដួលរែលអស់តែម្ដងរួចហើយក្រុមអ្នកលេងអស់ហ្នឹងក៏នាំគ្នារត់ចេញទៅបងគូនោះគេសប្បាយចិត្តណាស់ដែលវូប៊ិនបានមកជួយគេទាន់គេក៏បានរត់មកអោបវូប៊ិនណាតែវូប៊ិនក៏ឲ្យបងគូលេងទៅស្រាប់តែពេលហ្នឹងអាប៉ែសង្សារយ៉នជីបំរុងនឹងទៅវាយវូប៊ិនតែជីអឿននាងឃើញទាន់នាងក៏បានដាក់អាប៉ែហ្នឹងមកទូរស័ព្ទក៏ស្លាប់បាត់ទៅនាងក៏បានសួរទៅវូប៊ិននិងបងគូអត់អីទេហើយនាងក៏បានសួរទៅកាន់វូប៊ិនទៀតកាំងវូប៊ិនតើលោករកពួកយើងឃើញដោយរបៀបណាទៅតែវូប៊ិនក៏សួរជីអឿនសិនអត់អីទេជីអឿនក៏បានបកស្រាយនៅទីនឹងភ្លាមហ្មងណានាងថាវូប៊ិនយល់ច្រឡំលើនាងហើយគឺខ្ញុំមិនបានប្រាប់នរណាគេម្នាក់ឡើយខ្ញុំស្បត់ខ្ញុំគិតថាលោកនឹងគិតបែបហ្នឹងមកលើខ្ញុំប្រសិនបើជាអញ្ចឹងមែនខ្ញុំសុំទោសផងតែខ្ញុំពិតជាមិនបានធ្វើមែនតើខ្ញុំគួរតែធ្វើមកចំពោះលោកទៅបងគូគេឃើញជីអឿនកំពុងតែយំអញ្ចឹងគេក៏យំដែរណារួចហើយពួកគេទាំង3ក៏នាំគ្នាយំអោបគ្នាអញ្ចឹងទៅដោយវូប៊ិនបាននិយាយថាអត់អីទេលួមកដល់ថ្ងៃថ្មីក៏ឃើញថាមានអ្នកអរគុណជីអឿននិងអ្នកសុំទោសជីអឿនណាហើយពួកគេនោះគឺយ៉នជីនិងបងគូនឹងឯងចំណែកជីអឿនវិញនាងពិតជាសប្បាយចិត្តដល់ហើយដោយសារតែពេលនេះឈ្មោះរបស់នាងចាប់ផ្ដើមលេចឡើងហើយនាងក៏បានទៅជួបវូប៊ិននៅឯបន្ទប់សម្ងាត់របស់ពួកគេពេលដែលវូប៊ិនឃើញជីអឿនគេក៏បានឲ្យជីអឿនចាំអង្គុយចុះមកជីអឿននាងចង់ដឹងថាតើថ្ងៃនឹងវូប៊ិនមកទីហ្នឹងអត់នាងក៏បានអរគុណទៅកាន់វូប៊ិនដែលវូប៊ិនយល់ព្រមមកជួបនាងវូប៊ិនក៏តបទៅវិញអត់ទេដោយសារតែយើងយល់ព្រមជួបគ្នាតើនាងបានឃើញនៅក្នុង IT នៅជីអឿននាងបានឃើញហើយក៏ប៉ុន្តែនាងមានអារម្មណ៍ថាដូចជាចម្លែកណាវូប៊ិនក៏បានសួរទៀតតើនេះជាលើកទី1មែនដែលមានអ្នក mention ឈ្មោះនាងនៅក្នុង IT ជីអឿនក៏តបត្រូវហើយក៏ច្បាស់ណាស់គឺគឹមជីអឿនវូប៊ិនក៏បាននិយាយថារឿងទាំងអស់គឺគេយកច្រឡំទៅលើជីអឿននាងគឺជាមនុស្សដែលស្មោះត្រង់ចំពោះមិត្តភក្តិជានរណាគេទាំងអស់ព្រោះថារឿងកាលពីថ្ងៃមុនហ្នឹងវូប៊ិនបានឃើញទាំងអស់ហ្នឹងវូប៊ិនក៏បានបន្តទៀតប៉ុន្តែដូចនាងបានឃើញអញ្ចឹងខ្ញុំគឺជាមនុស្សអាក្រក់ដែលបោកប្រាស់អ្នកគ្រប់គ្នាតែជីអឿននាងមិនគិតចឹងនោះទេនាងក៏សុំត្រូវគ្នាជាមួយនឹងវូប៊ិនណានាងថានាងពិបាកចិត្តខ្លាំងណាស់នៅពេលដែលវូប៊ិនគេចមុខពីនាងតែមិនមែនតែជីអឿនពិបាកចិត្តតែឯងណាវូប៊ិនគេក៏ពិបាកចិត្តដែរហ្នឹងហើយពេលនេះដែរជីអឿនយល់ពីអ្វីដែលវូប៊ិនធ្លាប់ប្រាប់នាងហើយនាងយល់ថាដើម្បីខ្លាចជា insider ពិតប្រាកដវាយ៉ាងម៉េចរួចហើយជីអឿនក៏បានកាន់ដៃរបស់វូប៊ិនទឹកមុខរបស់វូប៊ិនឡើងចង់អៀនជីអឿននាងថាខ្ញុំនឹងរៀនឲ្យបានល្អដើម្បីខ្លាចទៅជា insider មានន័យថានាងត្រូវដឹងពីវិធីដើម្បីចុះសម្ដងជាមួយនឹងមិត្តភក្តិគ្រប់គ្នាតើលោកអាចបន្តបង្រៀនខ្ញុំទៀតបានទេឯវូប៊ិនអត់បានឆ្លើយទេគេជាប់មើលមុខរបស់ជីអឿនដោយគេដូចជាធ្លាក់ក្នុងរលងស្នេហ៍របស់ជីអឿនបារាយរួចហើយគេក៏ដឹងខ្លួនមកវិញណាគេក៏ថាអូខេខ្ញុំនឹងបង្រៀននាងតែស្រាប់តែដងមានហៅជីអឿនដែរគឺដងមានគេថាគេនឹងបង្រៀនជីអឿនដើម្បីឲ្យខ្លាចទៅជា insider ប៉ុន្តែជីអឿនមានគ្រូសង្ហាដល់តែ2ហើយតើនឹងមានអីកើតឡើងបន្តទៀតចាំមើលភាគទី6បន្តទៀតណាអរគុណបាយ
បើសិនជាអ្នកទាំងអស់គ្នាចង់លើកទឹកចិត្ត admin ក្នុងការសម្រាយរឿងបន្តទៀតអ្នកទាំងអស់គ្នាអាចឧបត្ថម្ភតាមរយៈកងធនាគារនេះបានហើយកុំភ្លេចសរសេរ note នៅក្នុងនោះផងណាដើម្បីឲ្យ admin មើលទៅដឹងដូចជាសរសេរថា admin ពិតជាស្អាតខ្លាំងណាស់អីចឹងទៅតែបើសិនជា admin អត់បានឃើញទេអ្នកទាំងអស់គ្នាជួយ comment នៅក្នុងវីដេអូប្រាប់ admin ផងណាអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ